ដែលលេងទៅខាងខេត្តកញ្ចេះស្ទឹងត្រែងរតនគិរីមណ្ឌលគិរី3ថ្ងៃបាទឥឡូវចាប់ផ្ដើមឡើងឡានចេញពីភ្នំពេញទៅខេត្តកញ្ចេះស្ទឹងត្រែងណាអញ្ចឹងយើងចេញdirectទៅដល់ស្ទឹងត្រែងតែម្ដងបាទនេះសត្វប្រុសស្អាតអង្គុយខាងក្រោយហើយយើងជិះមកដល់ខាងស្រុកឆ្លងហើយខេត្តកញ្ចេះបាទហើយយើងឈប់ហូបបាយថ្ងៃត្រង់នៅកញ្ចេះហូបបាយរួចយើងមកខ្ចប់មកហូបដែលនៅសល់នេះក៏ជិះមកតាមផ្លូវបាទឲ្យកូនក្មេងដែលគាត់ទៅវាកោហ្នឹងណាបាទឲ្យគាត់ហូបហើយយើងក៏បន្តដំណើរទៅខេត្តស្ទឹងត្រែងឥឡូវមកដល់ហើយនេះជាកន្លែងដែលយើងដេកហើយយើងក៏ធ្វើការរៀបចំ check in នៅក្នុងបន្ទប់គេងបាទហើយនៅសណ្ឋាគារដែលយើងដេកហ្នឹងគឺមានមុខទន្លេមេគង្គនេះថតនៅទេសភាពនៃកោះទូចមួយនៅជិតសណ្ឋាគារហ្នឹងខ្ញុំក៏បានដាក់ drone ថតពីលើអាកាសលេងបាទដើម្បីមើលទេសភាពនៅជុំវិញនោះមិនដឹងជាខែទឹកឡើងហ្នឹងវាលើយើងអត់ទេខាងនេះគឺគេហៅថាកន្ទុយគោនៅជិតនឹងកោះទូចមិញហ្នឹងដែរនៅទន្លេមេគង្គហ្នឹងនេះជាដើមឈើ100ឆ្នាំដែលមាននៅក្នុងភោជនីយដ្ឋានទន្លេខៀវនៅខេត្តស្ទឹងត្រែងជាប់នឹងទន្លេមេគង្គ